អ្នកបើអ្នកយល់ធោះថ្ងៃនោះដាច់ account អស់ក៏អត់អីដែរតែមានអ្នកស្លាប់ខ្លួនបងប្អូនខ្ញុំជឿថាមនុស្សស្លាប់អត់តិចទេទោះបីអត់មានព័ត៌មានផ្សាយដោយតែខ្ញុំជឿថាមនុស្សស្លាប់ខ្លួនអត់តិចទេពីព្រោះថ្ងៃដែល Bitcoin វាដាច់មកពិភពលោកនៅម៉ោងដូចគ្នាទាំងអស់ហ្នឹងខ្ញុំជឿថាមានអ្នកដែលគាត់មានលួយដាក់ចូលច្រើនហើយដាច់អស់អាហ្នឹងធ្វើមិនកម្មវិទាញតែនិយាយអស់អីអស់ទៅកុំឲ្យអស់សង្ឃឹមកុំឲ្យអស់គេហៅថាបាត់បង់ខ្លួនឯងមានមនុស្សដែលគាត់ធ្លាក់ខ្លួនហើយគាត់កាត់រោគចិត្តបងប្អូនខ្ញុំក៏ប៉ុន្តែខ្ញុំមើលមនុស្សដែលគាត់ធ្លាក់ខ្លួនកាត់រោគចិត្តហ្នឹងបញ្ហាតែមួយមកពីគាត់និយាយថាមិនភាសាខ្មែរខ្ញុំពិបាកអោបចុះគាត់មនុស្សទៅពេលជួបបញ្ហាទៅគាត់ល្អអត់ចាញ់ហើយវីដេអូដែលខ្ញុំធ្វើនិយាយហ្នឹងខ្ញុំថាមនុស្សពេលដែលកំពុងពិបាកខ្លាំងហ្នឹងត្រូវតែក្រោកឈរហើយខ្ញុំធ្វើវីដេអូនិយាយចាំបាននិយាយតែដោយសារខ្ញុំឃើញមនុស្សគាត់ធ្វើបាបខ្លួនឯងគាត់ធ្វើបាបខ្លួនឯងអ្វីដែលសំខាន់ណាស់អ្នកខ្លះមេគ្រួសារបងប្អូនជាឪពុកគេជាម្ដាយគេជាបងគេជាកូនដែលមានឪពុកម្ដាយចាស់ជរាឬក៏មានកូននៅតូចដែលគាត់មានការទួក៏ត្រូវប៉ុន្តែគាត់ទៅជាបាក់ទឹកចិត្តខូចគេហៅថាគាត់អត់គ្រប់គ្រងខ្លួនគាត់បានណាគាត់ឲ្យតម្លៃទៅលើអ្វីដែលគាត់បាត់បង់ខ្លាំងពេកអានឹងមកពីគាត់អត់យល់